ប្រវត្តិប្រាសាទសម្បូរព្រៃគុកប្រាសាទសម្បូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសម្បូរឃុំសម្បូរស្រុកសម្បូរខេត្តកំពង់ធំប្រាសាទនេះស្ថិតនៅតាមបណ្ដោយស្ទឹងសែនដែលមានចម្ងាយប្រហែល28គីឡូម៉ែត្រពីភាគឦសាននៃទីរួមខេត្តកំពង់ធំប្រវត្តិនៃការកសាងប្រាសាទសម្បូរព្រៃគុកត្រូវបានកសាងឡើងនៅក្នុងរាជការព្រះបាទឦសានវរ្ម័នទី1នៅក្នុងសតវត្សទី7ក្នុងគ្រិស្តសករាជ616ដល់635នាសម័យចេនឡាដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈឬព្រះឥសូរនិយមប្រាសាទសម្បូរព្រៃគុកជារាជធានីចាស់ដែលមានឈ្មោះថាឥសានបុរៈកាលពីសម័យនោះគឺជាមជ្ឈមណ្ឌលនៃព្រហ្មញ្ញសាសនាចំណែកចេនឡាជាអតីតសាមញ្ញរដ្ឋនៃនគរភ្នំដែលជារដ្ឋដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុន្តែវាត្រូវបានបាត់បង់ទៅវិញដោយសារតែការធ្វើជាចម្បាំងជាមួយនឹងអាណាចក្រភ្នំនិងការកើតឡើងជាបណ្ដើរនៃអំណាចរបស់អាណាចក្រចេនឡាដោយព្រះបាទភវវរ្ម័នទី1និងបងប្អូនគឺព្រះបាទមហេន្ទ្រវរ្ម័នទី1ឬចិត្រសេនារហូតដល់បុត្ររបស់ព្រះអង្គគឺព្រះបាទឥសានវរ្ម័នទី1ដែលជាបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័នទី1ដែលជាមហាក្សត្របានដណ្ដើមអំណាចពីនគរភ្នំដោយជោគជ័យប្រាសាទនេះគឺជាក្រុមប្រាសាទដែលសាងសង់អំពីឥដ្ឋតាន់និងថ្មបាយក្រៀមលម្អទៅដោយចម្លាក់ពីលើឥដ្ឋចាក់ពុំដោយបាយអជាផ្ទាំងអំពីឥដ្ឋតែបច្ចុប្បន្ននេះរបេះអស់មួយចំនួនហើយចំណែកឯក្បាច់ផ្លែនិងការសរសេរជាពាក្យពេចន៍និងប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់ការបោះបង់ក្រុមប្រាសាទសម្បូរព្រៃគុកក្រុមប្រាសាទសម្បូរព្រៃគុកនេះត្រូវបានបោះបង់ចោលតាំងពីឆ្នាំ1971មកម្ល៉េះក្រោយប្រទេសកម្ពុជាជួបប្រទះនឹងវិបត្តិសង្គ្រាមហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ1980ក្នុងការកាប់ឆ្ការព្រៃគេបានរកឃើញប្រាសាទចំនួន140ប្រាសាទតែនៅប្រាសាទចំនួន2ទៀតរកមិនទាន់ឃើញនោះទេចំពោះក្រុមប្រាសាទវិញរមណីយដ្ឋានសម្បូរព្រៃគុកចែកចេញជាក្រុមប្រាសាទ4ធំគឺក្រុមប្រាសាទខាងជើងហៅថាប្រាសាទសម្បូរនៅកណ្ដាលនិងព័ទ្ធជុំវិញដោយប្រាសាទតូចធំហើយប្លែកគ្នាប្រាសាទកណ្ដាលហៅថាប្រាសាទតោប្រាង្គប្រាសាទកណ្ដាលមានទ្វារចូលពីទិសខាងជើងឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោតនៅត្រង់ក្បាលជណ្ដើរទាំង4មានរូបតោអង្គុយបញ្ឈរជង្គង់ទាំងពីរក្នុងទិសនីមួយហៅថាទេវកថានៅភាគខាងលិចនៃប្រាសាទតោមានក្រុមប្រាសាទតូចជាច្រើនទៀតប្រាសាទខាងត្បូងហៅថាប្រាសាទយាមពាន់ដែលស្ថិតនៅចំណុចកណ្ដាលហ៊ុំព័ទ្ធដោយប្រាសាទជាច្រើនមានកំពែង2ជាន់ដែលកំពែងខាងក្នុងមានគោបុរៈចូលទាំង4ទិសក្រុមប្រាសាទទាំងនេះជាអតីតរាជធានីប្រាសាទ
ក្រាមាសមានទីតាំងនៅខាងជើងប្រាសាទសម្បូរព្រៃគុកមានប្រាសាទតូចៗធ្វើអំពីឥដ្ឋនិងខាងលិចមានប្រាសាទមួយធ្វើពីថ្មបាយក្រៀមចំពោះលក្ខណៈពិសេសនៃតំបន់ប្រាសាទសម្បូរព្រៃគុកបើតាមទស្សនៈជាប្រវត្តិសាស្ត្របានបញ្ជាក់ថាក្រុមនៃប្រាសាទនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជានិងសម្រាប់តំបន់ទាំងមូលនៃតំបន់អាស៊ីអាគ្នេយ៍ដែលជាសំណង់ស្ថានបត្យកម្មសំឡេងតែមួយគត់ដែលនៅសល់និងជាគំរូស្ថានបត្យកម្មនិងចម្លាក់នៃរយៈពេលដំបូងនៅក្នុងបរិមាណច្រើនគួរសមប្រាសាទនេះក៏មានលក្ខណៈដូចប្រាសាទដទៃទៀតនៅប្រទេសកម្ពុជាដែរតែវាមានកំផែងព័ទ្ធជុំវិញមានស្រះទឹកមានកន្លែងបូជាមានដើមឈើតូចធំរុក្ខជាតិនិងសត្វផ្សេងគួរឲ្យចាប់អារម្មណ៍ចំពោះថ្ងៃដែលរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកចូលជាបេតិកភណ្ឌរមណីយដ្ឋានសម្បូរព្រៃគុកត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងក្រាកើប្រទេសប៉ូឡូញកាលពីយប់ថ្ងៃទី8 ខែកក្កដាឆ្នាំ2017